សួស្តីគ្នាយើងអញ្ចឹងវីដេអូនេះយើងមកធ្វើការ review អំពីកាត Ousmane Dembélé អញ្ចឹងគឺជាកាតថ្មីនៅក្នុង POT របស់យើងថាសប្តាហ៍នេះអញ្ចឹងគឺសម្រាប់គ្នាយើងណាខ្លះដែលបើកជាមួយបានជាមួយនឹងកាត Dembélé បាទអញ្ចឹងគឺសម្រាប់ account ខ្ញុំមួយទៀតគឺខ្ញុំមានកាត Big Time របស់ Dembélé អញ្ចឹងគឺកាតហ្នឹង free ទេអញ្ចឹងគឺខ្ញុំបើកបានហើយក៏លេងជាប្រចាំដែរគឺល្អហើយលឿនហើយអញ្ចឹងសម្រាប់កាតមួយហ្នឹងក៏ខ្ញុំលេងបាន3ប្រកួតដែរអញ្ចឹងគឺចង់ដឹងយ៉ាងណាចាំតមុខទីទៀតខ្ញុំនឹងប្រាប់ណាអញ្ចឹងគឺឥឡូវអញ្ចឹងធ្វើការមើលមកអញ្ចឹងកីឡាករលេងជើងស្ដាំហ្នឹងហើយអញ្ចឹងគឺកម្ពស់ 1.78 ម៉ែត្រអញ្ចឹងគឺអ្នកនរគ្នាមើលខ្ញុំលេងបាន3ប្រកួតហើយរកបាន2គ្រាប់ហើយ assist 1ហ្នឹងហើយអញ្ចឹងគឺល្អហ្នឹងហើយសម្រាប់កាតមួយហ្នឹងល្អអញ្ចឹងគឺជាគោល Poacher អញ្ចឹងគឺគោល Poacher គឺអត់ងាយចុះមកក្រោមទេគឺលេងនៅក្នុងប្រអប់ហ្នឹងហើយអញ្ចឹងគឺមិនចុះមកជួយយកបាល់ទេគឺភាគច្រើនគឺចាំយកបាល់ទៅសុទ្ធតែម្ដងហើយអញ្ចឹងគឺឥឡូវយើងទៅមើលកន្លែងនេះ detail កន្លែងការបញ្ជូនបាល់ការសុទ្ធអីចឹងគឺទប់បាល់អីគឺស្អាតហ្នឹងហើយ finishing អីក៏ច្បាស់ដែរហ្នឹងហើយអញ្ចឹងគឺកាត់បាល់ឲ្យកលកងអីគឺ speed អីគឺ88អីចឹងទៅហើយដាក់ទៅយើងប៊ូសជាមួយគ្រូមួយទៀតមកបានកៅជាងហ្នឹងហើយអញ្ចឹងគឺសម្រាប់ការ Dembélé មួយនេះបាទអញ្ចឹងគឺ skill គឺមានច្រើនបាទមានតបថាច់អីដែរហ្នឹងមានខាច់ behind អីហ្នឹង so control ហ្នឹងហើយអញ្ចឹងគឺនេះ skill ដែលគេដាក់ថ្ងៃហ្នឹងនេះ skill chip shot control នេះហ្នឹងអញ្ចឹងគឺ skill ហ្នឹងអញ្ចឹងគឺល្អកាត Dembélé មួយហ្នឹងគឺល្អមែនទេពង្វិលខ្លួនអីគឺលះអញ្ចឹងគឺខ្សែការពារមុំអីអាចបិទអត់ជាប់ទេអញ្ចឹងគឺល្អមែនទេសម្រាប់កាតមួយហ្នឹងខ្ញុំលេងហើយគឺល្អដោយសារតា account ខ្ញុំមួយហ្នឹងគឺអត់មានកាត Dembélé លេងទេហើយនេះកាតទី1របស់ខ្ញុំហ្នឹងហើយសម្រាប់ account មួយហ្នឹងអញ្ចឹងគឺកាតមួយហ្នឹងសរុបសេចក្តីមកគឺល្អមែនទេគ្នាយើងណាដែលបើកបានឲ្យដាក់លេងទៅបើសិនជាគ្នាយើងចូលចិត្តលេងកីឡាករដែលលឿនអាចដាក់លេងបានបើសិនជាអ្នកនរគ្នាអត់ចូលចិត្តកីឡាករដែលលេងលឿនហើយមិនដាក់ក៏បានដែរសម្រាប់កាតមួយហ្នឹងគឺសម្រាប់ខ្ញុំគឺល្អហើយអញ្ចឹងគឺអាចលេងបានអាចទទួលយកបានហើយកីឡាករដែលមាន speed លឿនគឺមិនងាយទេអញ្ចឹងគឺក្នុង eFootball ពេលច្រើនគឺរកកីឡាករដែល speed លឿនគឺមិនងាយមានទេសម្រាប់កាតធម្មតារបស់យើងប៉ុណ្ណឹងគឺអាចលេងបានហើយអញ្ចឹងគឺសម្រាប់វីដេអូមួយនេះក៏មានតែប៉ុណ្្នឹងទេអញ្ចឹងបើគ្នាយើងណាដែលបើកបានកាតមួយហ្នឹងអាចដាក់លេងបានអញ្ចឹងគឺសម្រាប់ខ្ញុំគឺល្អហើយចូលវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងទេបាទអញ្ចឹងគឺអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជាបន្តបាយបាយ